តោះបងណាដែលចង់រកចំណូលបន្ថែមបងប្អូនអញ្ចឹងហើយបងអាចចេញមកធ្វើវីដេអូបងប្អូនដូចជានាងខ្ញុំអញ្ចឹងក៏បានពេលយើងធ្វើការងារផ្ទះហាលកៅអៅបោកកៅអៅបោកអីហ្នឹងបងប្អូនអាចធ្វើបានហ្នឹងហើយធ្វើហើយថតដាក់កាមេរ៉ាតាំងថតដូចនាងខ្ញុំមកយកមកបញ្ចូលសលេងកាត់តបងប្អូនចង់និយាយពីអីបងប្អូននិយាយពីនឹងទៅដូចនាងខ្ញុំអញ្ចឹងណាបងប្អូនហ្នឹងហើយចូលកន្លែង CapCut អីចឹងទៅណាបងប្អូនឲ្យកាត់តបញ្ចូលសលេងបញ្ចូលអីចឹងទៅដោយសារតែពេលយើងថតហ្នឹងគឺមានសំឡេងរំខានច្រើននៅខាងក្រៅអញ្ចឹងយើងមិនអាចដាក់សំឡេងស៊ីនមកបានទេអញ្ចឹងហើយក៏បញ្ចូលសលេងទៅបងប្អូនហើយដោយសារតែ Facebook ត្រូវការឲ្យយើងបញ្ចូលសលេងរបៀបស្ងប់ស្ងាត់ស្ងៀមមកបងប្អូនអត់មានសំឡេងអីអ៊ូអរញ៉េរញ៉ៃច្រើនអញ្ចឹងបានជាខ្ញុំចង់ថតវីដេអូនៅផ្ទះឬក៏នៅផ្សារទេបងប្អូនខ្ញុំតែងតែយកមកបញ្ចូលសលេងបែបនេះឯងបើសិនជាអត់បញ្ចូលសលេងទេគឺសំឡេងរំខានវាច្រើនណាបងប្អូនហ្នឹងហើយបើសិនជាបងចង់រកប្រាក់ចំណូលបន្ថែមពី Facebook ហ្នឹងបងប្អូនទាល់តែមានចិត្តអំណត់អត់ធន់ខ្លាំងណាស់បងប្អូនហើយមិនមែនចេះតែធ្វើហើយភ្លាមបានភ្លាមទេអត់ទេបងប្អូនហើយបើសិនជាអ្នកចិត្តក្តៅអ្នកចង់បានដូចចិត្តចង់បានលឿនហ្នឹងគឺអត់បានទេបងប្អូនហើយទាល់តែមានការតស៊ូព្យាយាមអំណត់អត់ធន់អីចឹងទៅបងប្អូនហើយហ្នឹងហើយតម្រាំតែវីដេអូយើងមានផ្ទុះមួយទើបមានគេអ្នកស្គាល់យើងអ្នកតាមដានអ្នក follow អីចឹងណាបងប្អូនហើយហ្នឹងហើយអញ្ចឹង Facebook គេទាមទារឲ្យយើងមានសកម្មភាពនៅលើបណ្ដាញសង្គមហ្នឹងជារៀងរាល់ថ្ងៃជារៀងរាល់សប្ដាហ៍អញ្ចឹងគេដាក់ challenge ឲ្យយើងលេងអញ្ចឹងណាបងប្អូនហើយពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍កាន់តែច្រើនទៅអញ្ចឹងទៅបើយើងបំពេញបានគ្រប់ចំណុចគ្រប់ជ្រុងជ្រោយដែលគេដាក់ឲ្យយើងនឹងហើយគឺយើងឆ្លងផុតទៅ challenge ថ្មីអញ្ចឹងទៅដល់ពេលដល់គោលដៅដល់ពេលដល់វេលាគេនឹងទម្លាក់ប៊ូតុងឲ្យយើងរកលុយឲ្យបងប្អូនហើយហាមបំផុតបងប្អូនបើ Facebook យើងបើកចង់បានរកប្រាក់ចំណូលបន្ថែមនេះហាម share វីដេអូគេបងប្អូនហាមដាក់បទចម្រៀងហ្នឹងហើយគឺអត់បានទេបងប្អូនអញ្ចឹងវាមានបញ្ហាទៅថ្ងៃក្រោយអញ្ចឹងណាពេលហ្នឹងយើងដាក់យើងល្បីយើងផ្ទុះអីចឹងទៅប៉ុន្តែថ្ងៃក្រោយបើសិនជាគេទម្លាក់ប៊ូតុងឲ្យយើងរកលុយហើយគឺអត់បានទេបងប្អូនហើយវាមានបញ្ហាវាចាប់វាអីមានបញ្ហាច្រើនអញ្ចឹងយើងធ្វើវីដេអូ original សុទ្ធបែបនេះមកបងប្អូនឲ្យថតពីសកម្មភាពខ្លួនឯងធ្វើការងារប្រចាំថ្ងៃធ្វើអ្វីក៏ដោយបងប្អូនដែលបងប្អូនកំពុងតែធ្វើហ្នឹងថតទៅហើយយកមកកាត់តបញ្ចូលសលេងបែបនេះទៅដូចជានាងខ្ញុំអញ្ចឹងហ្នឹងហើយអាហ្នឹងអត់មានហានិភ័យអីទេបងប្អូនហើយយើងអាចធ្វើបានទាំងអស់គ្នាអញ្ចឹងណាធ្វើទៅបងប្អូនឲ្យភ្លេចខ្លួនមិនដឹងថាយើងមានសំណាងឬក៏អីចឹងទៅអាចទទួលបានធូលយកមករកលុយអាចយកបើកប្រាក់បានយកផ្គត់ផ្គង់ក្រុមគ្រួសារខ្លះចឹងណាបងប្អូនអញ្ចឹងហើយអូខ្ញុំអត់មានអីច្រើនទេបងប្អូនមានតែប៉ុណ្្នឹងឯងអញ្ចឹងហើយអរគុណបងប្អូនបើសិនជាពេញចិត្តកុំភ្លេច like មួយ comment មួយហើយនឹង follow page ឲ្យបងប្អូនម្នាក់មួយផងដើម្បីឲ្យបងប្អូនមានកម្លាំងចិត្តបង្កើតវីដេអូថ្មីចែកជូនដល់បងប្អូនទស្សនាជាបន្តអញ្ចឹងហើយវីដេអូបងប្អូនមានតែប៉ុណ្្នឹងទេអរគុណចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ